អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងពិសេសមួយណាដែលយើងនឹងបានទទួលនៅគំនិតថ្មីទាក់ទងជាមួយនឹងគេហៅថាវគ្គស័ព្ទសំខាន់សម្រាប់ការលក់ភាសាអង់គ្លេសយើងហៅថា essential vocabulary for sale ណាតើ B2B business មានន័យថាដូចម្តេចចំណុចទី1ភាសាខ្មែរយើងគឺគេហៅថាមូលដ្ឋានគ្រឹះនិងដំណើរការលក់ដោយយើងនឹងសិក្សាអំពីបច្ចេកទេសនៃការប្រើប្រាស់ពាក្យឬក៏យើងហៅថា vocabulary ពាក្យស័ព្ទដែលយើងប្រើនៅក្នុងភាសា sale បើសិនជាបងអូនជាអ្នកលក់ហើយបងអូនអត់ដឹងពីពាក្យស័ព្ទឬកន្សោមនៃពាក្យដែលយើងប្រើនៅក្នុងជំនាញជាភាសា sale ដែលយើងជាអ្នកលក់នឹងទេគឺយើងពិបាកក្នុងការនិយាយជាមួយនឹងអតិថិជនយើងពិបាកបញ្យល់ទៅអតិថិជនណាអញ្ចឹងយើងគួរតែស្វែងយល់ទាំងអស់គ្នាអូខេជំរាបសួរអ្នកទាំងអស់គ្នាសួស្តីអ្នកដែលមានអាជីពជាអ្នកលក់ទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់លើកពីវគ្គស័ព្ទនៅក្នុងភាសា sale យើងហៅថាវគ្គស័ព្ទណាអង់គ្លេសគេហៅថា vocabulary for sale business to business ណាយើងទាំងអស់គ្នានឹងដឹងថាតើពាក្យ B2B ហ្នឹងមានន័យថាម៉េចតោះចាប់ផ្ដើមទាំងអស់គ្នាទី1ណាតាក់ទងជាមួយមូលដ្ឋានគ្រឹះនិងដំណើរការនៃការលក់ពាក្យទី1ជាទូទៅយើងជា sale គឺយើងតែងតែជួបប្រទះឲ្យពាក្យហ្នឹងដែលយើងតែងតែនិយាយថា quota ហើយនិង number ម្នាក់មួយចំនួនគឺជាគេហៅថា target quota number target quota គឺដូចជាប្រែជាខ្មែរមិនចេញទេប៉ុន្តែបើ number យើងដឹងថាប្រែថាចំនួនឥឡូវខ្ញុំសូមពន្យល់បន្តិចណាពាក្យថា quota ហើយនិង number គឺជាកញ្ចប់ថវិកាមួយដែលកំណត់និងដាក់ឲ្យអ្នក sale អ្នកដែលមានតួនាទីជាអ្នកលក់ណាអ្នកដែលមានតួនាទីជាលក់ដែលជាភាសាអង់គ្លេសយើងហៅថា AE account executive ក្រុមហ៊ុនមួយចំនួនគេហៅថា BDM ណា business development manager គឺអ្នកលក់ដូចតែគ្នាទេណា quota ហ្នឹងគឺជាចំនួនទឹកលុយ number target ហ្នឹងគឺជាចំនួនទឹកលុយដែល top management របស់យើងហ្នឹងមកថាជា sales manager ឬក៏ជា head of sale ណាឬក៏ជាអ្នកណាមួយដែលគាត់មាន power មកលើយើងគាត់គ្រប់គ្រងយើងគាត់ដាក់ quota គាត់ដាក់ number ឲ្យយើងមានន័យថាបងអូនត្រូវតែលក់យ៉ាងហោចណាស់ដើម្បីឲ្យ hit quota ឬក៏បានពាក់កណ្ដាល quota ឬក៏អាចពោគ្រីនដែលអាច 60% 70% បើមិនបានសោះអានឹងជារឿងមួយដែលយើងមានបញ្ហាទាក់ទងមួយ KPI ពីព្រោះយើងជា sale យើងត្រូវមាន number យើងត្រូវមាន challenge មានន័យថាត្រូវមាន competition ត្រូវការប្រកួតប្រជែងដើម្បីឲ្យយើងនឹងមាន KPI ល្អយើងអាចមាន bonus យើងមានប្រាក់ឧបត្ថម្ភបន្ថែមយើងអាចមានឱកាសក្នុងការដើរលេងទៅក្រៅប្រទេសដើរលេងក្នុងស្រុកណាយើងអាចមានជាទទួលបានជាសម្ភារៈបេះទៅលើយោងទៅលើក្រុមហ៊ុនមួយដែលគេផ្ដល់ជូនក្នុងនាមយើងតួនាទីជាអ្នក sale អញ្ចឹងដូចខ្ញុំនិយាយខ្ញុំតែងតែនិយាយយ៉ាង sale មានឱកាសច្រើនក្នុងការទទួលប្រាក់ខែល្អក្នុងការមាន incentive មាន pocket money មាន additional price តម្លៃអីផ្សេងឬក៏ការឧបត្ថម្ភផ្សេងពី top management ណាអញ្ចឹងនឹងគឺដំណាក់កាលទី1ដែលខ្ញុំចង់និយាយពី quota ហ្នឹងអញ្ចឹងសរុបសេចក្តីមក quota គឺជាចំនួនទឹកលុយដែលមេរបស់យើងអាចជា sales manager ឬក៏ជា head of sale ឬក៏អ្នកណាក៏ដោយ GM whatever ដែលមាន power លើយើងគាត់ដាក់មកឲ្យយើងដើម្បីយើងរកលុយជូនក្រុមហ៊ុនហ្នឹងគេហៅថា quota អូខេដំណាក់កាលទី2 customer គឺជាមនុស្សម្នាក់ជាអង្គការមួយជាក្រុមហ៊ុនមួយជាអតិថិជនមួយជា NGO មួយណាដែលគាត់មាន team របស់គាត់ធ្វើការណាហើយគាត់ត្រូវការវិស័យសម្ភារៈផ្នែក IT ណាទាំងអស់ហ្នឹងហើយយើងហៅថា customer តើនៅក្នុងភាសា customer នឹងមានពាក្យអីខ្លះបងប្អូនគួរស្វែងយល់វាឲ្យបានច្បាស់នៅពេលដែលយើងមានតួនាទីជា sale ណាអញ្ចឹងនៅក្នុងនោះគឺយើងមានពាក្យ customer ដែលដូចនឹងការប្រើប្រាស់នឹងពាក្យ customer ដែរនោះគឺយើងមានដូចជាពាក្យ prospect ពាក្យ client ពាក្យ end user ហើយនិងពាក្យ consumer ណាទោះបីពាក្យនឹងវាមានការប្រើប្រាស់ខុសៗគ្នាបន្តិចបន្តួចក៏ដោយប៉ុន្តែវានៅក្នុងពាក្យ customer តែមួយណាអញ្ចឹងបងប្អូនត្រូវតែយល់ពាក្យទាំងអស់នោះថាវាគេប្រើវានៅពេលណាណាហើយបើសិនជាយើងមិនចេះប្រើពាក្យ customer ទេយើងពិបាកក្នុងការធ្វើ sale ហ្នឹងណា customer បើយើងនិយាយជាភាសារួមមួយមកគឺថាអ្នកទិញគឺគាត់អ្នកដែលទិញផលិតផលភាសាអង់គ្លេសហៅថា product ពីយើងអូខេឥឡូវយើងចូលមកដល់វគ្គស័ព្ទទី3ណា vocabulary for sale វគ្គស័ព្ទទី3សម្រាប់អ្នកលក់ឬក៏សម្រាប់ការលក់ពាក្យថា opportunity
ទល់ពាក្យថា opportunity ហ្នឹងគឺវាមានកញ្ចោមពាក្យរបស់វាគេហៅថាវគ្គស័ព្ទរបស់វាមានប្រមាណ opportunity វាคล้ายមកពីពាក្យ lead ណាពាក្យ opportunity ហើយនឹង pipeline ហ្នឹងឯងណា pipeline អញ្ចឹងបើសិនជាបងចេះពាក្យទាំងអស់ហ្នឹងហើយគឺបងងាយស្រួលក្នុងការប្រើប្រាស់ណាមុនពេលដែលយើងបាន opportunity គឺយើងត្រូវមាន prospect នៅពេលដែលយើងមាន prospect គឺយើងត្រូវមាន lead មាន lead ហើយបានយើងបង្កើតជា opportunity ដល់ពេលដែលយើងបង្កើត opportunity ហើយបានយើងបង្កើតបានជា pipeline ណាឥឡូវយើងទៅដំណាក់កាលមួយទៀតគឺតាក់ទងជាមួយនឹង pipeline ហ្នឹងគឺគេហៅថាដំណើរការលក់តែប៉ុត pipeline ហ្នឹងពាក្យច្រើនគេច្រើនប្រើទៅលើ system មួយ system ហ្នឹងគឺជាទូទៅគេប្រើជាមួយនឹង system tracking system ដូចជាពួក CRM ណា customer management system CRM ហ្នឹងគឺជា platform មួយណាជា application មួយជា software មួយឬក៏ជាទម្រង់ database មួយដែលយើង control ឬក៏យើងគ្រប់គ្រងទៅលើផ្នែកលក់ដែលដឹងពី process របស់វាទាំងអស់តាំងពី prospect តាំងពី lead ណារហូតដល់វាក្លាយទៅជា opportunity ហើយ opportunity នេះបានយើងដាក់ចូលជា pipeline គឺជាកញ្ចោមនៃតារាងតំណែងឬយើងហៅថា quotation ឬក៏យើងហៅថា project ឬក៏យើងហៅថា opportunity នៅពេលទាំងអស់ហ្នឹងមានតារាងតម្លៃឈ្មោះអីតំណែង1 2 3 4 5បញ្ចូលគ្នាទាំងអស់ហ្នឹងហើយវាស្ថិតនៅក្នុង pipeline ពីព្រោះ pipeline របស់យើងគឺយើងតែងតែមាន focus ហ្នឹងសំដៅថាតើ project នេះយើងឈ្នះនៅពេលណាយើងចាញ់ដោយសារអីណា customer មាន budget អត់គឺអ្នកណាអ្នកដាំទិន្នន័យទាំងអស់នឹងចូលគឺ sales person AE account executive ទាំងឯងគាត់អ្នកដាំចូលនៅក្នុង system platform របស់គាត់ជា standard របស់ក្រុមហ៊ុនមួយគេមានផ្សេងគ្នាណាអញ្ចឹងតួនាទីទាំងអស់ហ្នឹងគឺ sales គាត់ជាអ្នកធ្វើហើយគាត់ត្រូវតែដឹងណាហើយគាត់ត្រូវតែ follow up អតិថិជនគឺតាក់ទងជាមួយ pipeline ហ្នឹងឯងជាច្បាស់ណាបើសិនជាអត់យល់អាចជជែកមកខ្ញុំឆាតមកខ្ញុំទៀតខ្ញុំនឹងជួយបញ្យល់ណានៅក្នុង page 2 វគ្គ2ណាគឺយើងនឹងសិក្សាពីពាក្យថាការស្វែងយល់និងការវាយតម្លៃលក្ខណៈសម្បត្តិតែយើងបើកវងកញ្ចក់ជាភាសាអង់គ្លេសគេថា discovery and qualification ណាអញ្ចឹងនៅក្នុងវគ្គ2នេះតាក់ទងជាមួយនឹងការស្វែងយល់និងការវាយតម្លៃលក្ខណៈសម្បត្តិហ្នឹងយើងមានអីខ្លះណាទី1គឺតាក់ទងជាមួយនឹង project យើងហៅថាគម្រោងខ្ញុំបាននិយាយពីខាងលើហើយ project ពាក្យថាគម្រោង project គឺជាទិសដៅមួយគេហៅថាការចាប់ផ្ដើមពិសេសមួយណាឬក៏ជាគម្រោងជាផែនការណាឬក៏ជាតម្រូវការរបស់អតិថិជនមួយដែលគាត់នឹងត្រូវបំពេញហើយគាត់នឹងចាប់ផ្ដើមទិញពីយើងមានន័យថាគាត់មានគម្រោងនឹងធ្វើអ្វីមួយទោះបីវាតាក់ទងជាមួយនឹងរឿងអ្វីមួយបើសិនជាគាត់ត្រូវការគាត់ត្រូវមានគម្រោងហើយគាត់ត្រូវ submit ជា proposal ទៅ top management ផ្សេងគឺគាត់បង្កើតជាគម្រោងដើម្បីលើកជាថវិកាឬក៏យើងហៅថា raise ជា budget ណា raise ជា budget ដើម្បីសុំទៅ top management គាត់ approve គាត់សញ្ញេហើយគាត់មានសិទ្ធិទិញអាទាំងអស់ហ្នឹងហើយយើងហៅថា project គឺជា specific of initiative មួយ specific operation មួយណាដែលធ្វើឡើងដោយអតិថិជនណាជាតម្រូវការរបស់អតិថិជនអញ្ចឹងយើងហៅថាគម្រោងហេតុអីបានយើងហៅថា project ពីព្រោះ project គឺចំនួនដែលគេគិតជាទឹកលុយជាកញ្ចក់ធំណាមិនមែនជាតម្រូវការទូចដោយយើងនិយាយពីយើងហៅថា family business ទេបើយើងទិញ laptop មួយគេមិនហៅថាគម្រោងទេគម្រោងតើតែគេទិញអ្វីមួយដែលលក្ខណៈដោយវាបេះទៅលើទឹកលុយធំគម្រោងធំវាត្រូវការពេលវេលាយូរដើម្បី implementation ណានឹងគឺវាតាក់ទងជាមួយនឹងគម្រោងសង្ឃឹមតែអ្នកទាំងអស់គ្នាយល់ណាទី2គឺតាក់ទងជាមួយនឹងតម្រូវការនិងលក្ខខណ្ឌតម្រូវការនិងលក្ខខណ្ឌតម្រូវការភាសាអង់គ្លេសគេថាម៉េច need and requirement ពាក្យនេះប្រើញឹកញាប់ណាស់នៅពេលដែលបងប្អូនមានតួនាទីជា sales មានន័យថាម៉េចតម្រូវការនិង requirement គឺជាសេចក្តីត្រូវការរបស់អតិថិជនវាជាចំណុចរសើបរបស់អតិថិជនឧបមាថាក្រុមហ៊ុនគាត់ណាក្រុមហ៊ុនគាត់អត់មាន endpoint protection គាត់អត់មាន firewall តាក់ទងជាមួយ security គាត់អត់មាន UPS សម្រាប់ backup ភ្លើងពេលដាច់ភ្លើងទៅមានបញ្ហាណាអញ្ចឹងទាំងអស់ហ្នឹងបើសិនជា customer គាត់ដឹងគឺគាត់ need ដែរមានន័យគាត់ត្រូវការហើយអញ្ចឹងគាត់ត្រូវមាន requirement គាត់ត្រូវធ្វើ PR ប្រភពទៅ top នៅចំណុចគាត់ដើម្បីគាត់ទិញណាអញ្ចឹងបងប្អូនត្រូវចេះប្រើពាក្យទាំងអស់ហ្នឹងគឺពាក្យថា need ឬក៏ requirement យើងអាចនិយាយថាបង customer គាត់ requirement ទាក់ទងមួយ UPS បង customer គាត់ need UPS មានន័យថាគាត់ត្រូវការ UPS បងគាត់ត្រូវការ endpoint protection ឬក៏ security ណាអញ្ចឹងមានន័យថាវាជាតម្រូវការ need and requirement តម្រូវការនិងលក្ខខណ្ឌតម្រូវការយល់ណាទី3នៅក្នុង page 2នឹងដដែលតាក់ទងជាមួយ discovery and qualification នឹងដដែលគឺ
ពាក្យថា decision maker ឬពាក្យមួយទៀតដែលគេមិនសូវជាប្រើប្រមាណគឺពាក្យ authority decision maker decision maker បើយើងប្រែទៅជាភាសាខ្មែរគឺមានន័យថាមនុស្សម្នាក់ដែលមានអំណាចមានសិទ្ធិក្នុងការសម្រេចទិញលក់ដូរអ្វីមួយជាមួយយើងដែលជា supplier គាត់ជាអតិថិជនហើយគាត់មាន power ឧទាហរណ៍អ្នកណាខ្លះដែលមាន power មានសិទ្ធិសម្រេចក្នុងការទិញលក់ពីយើងជាមួយយើងភាគច្រើនគឺយើងមាន IT manager យើងមាន procurement manager យើងមាន purchasing manager យើងមាន finance manager ណាយើងហៅថា FM ហ្នឹងណា finance manager ហ្នឹងណាឬក៏ GM ឬក៏ CEO ឬក៏ whatever មនុស្សដែលមានសិទ្ធិសម្រេចនៅក្នុងក្រុមហ៊ុនហ្នឹងហើយគាត់មានអានុភាពមានធម៌ពលមានការសម្រេចដើម្បីបញ្ជាទិញអ្វីមួយណាអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំតែងតែនិយាយថាយើងតួនាទីខ្ញុំចង់បន្ថែមតែ sale យើងតួនាទីជា sale បើសិនជាយើង work ខុសមនុស្សយើងធ្វើខុសអតិថិជនឧបមាថាអង្គការមួយក្រុមហ៊ុនមួយឬក៏ធនាគារមួយណា purchasing គឺគាត់មានសិទ្ធិសម្រេចក្នុងការបញ្ជាទិញ IT គឺគាត់មានសិទ្ធិគ្រាន់តែបង្កើតគម្រោងហើយនឹងជ្រើសរើស specification របស់ផលិតផលអីមួយឬក៏ product អីមួយឬក៏ system អីមួយអញ្ចឹងត្រូវឆ្លងកាត់ IT គឺគាត់ជាអ្នក select specification ដើម្បីវាឲ្យតម្រូវការទៅនឹងការត្រូវការរបស់ក្រុមហ៊ុនរបស់គាត់ហ្នឹងតែតាមពិតអ្នកដែលមានសិទ្ធិក្នុងការទិញគឺខាង purchasing ខាង procurement ឬក៏ខាង admin អញ្ចឹងដែរset the sale យើងគាត់ដឹងថាគាត់ work ជាមួយ IT អញ្ចឹងគាត់ស្គាល់តែ IT ទេនៅពេល IT សិក្សាគម្រោងអីជាមួយយើងអស់ណាយើងអ្នកប្រភពឲ្យផ្សេងអស់ហ្នឹងប្រភពអស់មែនទេណាយើងជួយ solution អីផ្សេងឡើងមកកញ្ចប់ដល់ចុងក្រោយយើងមិនដែលបានទៅតាក់ទងខាង procurement ណាខាង purchasing ឯណាអញ្ចឹងវាខុស flow ស្រាប់តែយើងចាញ់ project ហើយ top management សួរថាបងប្អូនឯងអ្នកសិក្សាគម្រោងបងប្អូនឯងអ្នកសិក្សា project ហ្នឹងមិនបានយើងត្រូវចាញ់ទេថាខ្ញុំអត់ដឹងដែរបងដោយសារខ្ញុំ work ជាមួយ IT ឡើងចិត្តស្ដាប់ឲ្យយើងអ្នកប្រភពគាត់ទៀតហ្នឹងណាប្រភពគាត់តាក់ទងជាមួយ project ហ្នឹងទៀតហ្នឹងខ្ញុំមិនដឹងថាមកពីមូលហេតុអីចាញ់គេអញ្ចឹង top management គាត់ដឹងបាទឲ្យបងឯងមានសិក្សាជាមួយខាង purchasing អត់មានសិក្សាជាមួយខាង admin អត់នៅក្នុងក្រុមហ៊ុនហ្នឹងឬក៏ធនាគារហ្នឹងអង្គការហ្នឹងអ្នកណាដែលមានសិទ្ធិសម្រេចជាងគេស្រាប់តែយើង check មើលទៅអូខាង purchasing ហ្នឹង IT គាត់តែអ្នក select spec ហ្នឹងអញ្ចឹងខុសបាត់យើងចាញ់គេបាត់ឃើញទេចាញ់គេបាត់អញ្ចឹងក្រុមហ៊ុនមួយ sale ដែលខ្លាំងគឺដូចខ្ញុំនិយាយពីវគ្គមុនអញ្ចឹងគឺគាត់ត្រូវតែស្គាល់អស់ក្រុមហ៊ុនមួយស្គាល់គ្រប់ផ្នែកទាំងអស់គ្រប់ department ទាំងអស់ខ្ញុំចង់និយាយណាចង់និយាយថាស្គាល់គ្រប់ department ទាំងអស់យើងតទៅទៀតណាទី4នៅក្នុង page 2ដដែលទី4ណាគឺតាក់ទងជាមួយនឹង budget ហ្នឹងមានន័យថាម៉េចគឺថវិកាហ្នឹងឯង cash ហ្នឹងឯង currency ហ្នឹងឯង money ហ្នឹងឯងនេះគឺលុយ budget គឺលុយអីគេលុយកម្រងដែលអតិថិជនគាត់ចង់ចំណាយទៅលើការទិញសម្ភារៈពីយើងហ្នឹងគេហៅថា budget មេជា sale គាត់តែងតែសួរថាអូន Mr. A អូន customer មាន budget អត់ customer មានលុយអត់ណាយើងមិនមែនឲ្យមេគាត់ approve ណាយើងមិនមែនចេះតែធ្វើទៅយើងការធ្វើទៅអត់ប្រយោជន៍ណាមេគាត់តែងតែសួរអញ្ចឹងហើយ project ហ្នឹងឈ្នះដល់ពេលណាគេបើកពេលណាហើយ project ហ្នឹងវា happen ពេលណា kick off ពេលណា queue ប្រហែលថ្ងៃទីប្រហែលខែប្រហែលឆ្នាំប្រហែលឃើញទេមេគាត់សួរអញ្ចឹងបើ sale ចេះឆ្លើយអស់ហ្នឹងហើយ sale ចេះឆ្លេចសួរអតិថិជនអស់ហ្នឹងគឺ sale ហ្នឹងប្រកែអញ្ចឹងងាកមកវិញតើទៅមួយ budget គឺជាគេហៅថាគឺជា total amount នៃទឹកលុយ it's amount of cash ឬក៏ financial resources ទឹកលុយកញ្ចប់លុយដែលអតិថិជនគាត់ allocated មានន័យថាគាត់មានកញ្ចប់ទុកឲ្យហើយណាទុកសម្រាប់ធ្វើអ្វីមួយដើម្បីអនុញ្ញាតគេហៅថា approve to spend ឬ approve to buy something ដែលទុកវាជាកញ្ចប់សម្រាប់ទិញអ្វីមួយពីព្រោះក្រុមហ៊ុនមួយដូចជា bank ដូចជាអង្គការឬក៏ធនាគារការ manufacturing MFI ផ្សេងៗគេតែងតែចុងឆ្នាំគេ raise budget ទុកចំណាយទៅលើ department មួយរបស់គេជាពិសេសគឺ department ខាង IT យើងហៅថា informatic technology ហ្នឹងណាគាត់តែងតែមានរបស់គាត់អញ្ចឹងបងប្អូនដឹងហើយណាពាក្យថា budget ទៅទៀតណានៅក្នុង page 2 នឹងដដែល discovery and qualification នឹងដដែលណាការស្វែងយល់និងការវិយតម្លៃលក្ខណៈសម្បត្តិនឹងដដែលពាក្យមួយទៀតគឺមានន័យថាពាក្យថា timeline and deadline timeline ប្រែថាពេលវេលាមែនទេបន្ទាត់ពេលវេលាហើយ deadline គឺបើប្រែជាខ្មែរថាបន្ទាត់ងាប់បន្ទាត់ដាច់ប៉ុន្តែក្នុងន័យនេះមានន័យថាការកំណត់នៃការបរិច្ឆេទ project ហ្នឹង deadline តើវាគេបិទពេលណាយើងឈ្នះពេលណាហើយ project ហ្នឹងវាត្រូវ
deadline ថ្ងៃណាគេយើងអាចដឹង bid នឹង opportunity នេះគេបើកដើម្បីដឹង result នៅពេលណាហ្នឹងគេហៅថា deadline ណាពេលដែល sale គាត់មាន requirement need ឬក៏ requirement ពីអតិថិជនមួយមកគាត់មកពិភាក្សាមួយ pre sale ជាមួយ sale manager ហើយ sale manager គាត់សួរថាបងអូនបញ្ចេញហ្នឹងគេបញ្ញាប់អត់ណា deadline គេថ្ងៃណាជួយប្រាប់បងពី timeline បានទេពីពេលវេលាបានទេឃើញទេទាំងអស់នេះគឺជាភាសាពិសេសនៅក្នុងការប្រើប្រាស់នៅក្នុង sale that's why ដែលជាមូលហេតុដែលបងដែលខ្ញុំរើសមកនេះ select យកមកនេះដើម្បីបងប្អូនចេះប្រើក្នុងភាសា business B2B ហ្នឹងណាដើម្បីបងប្អូនដឹងថាការប្រើប្រាស់ពាក្យទាំងអស់ហ្នឹងនៅក្នុងភាសាជំនួញភាសាជំនួញក្នុងការលក់ដូរហ្នឹងគេប្រើពាក្យអីខ្លះអញ្ចឹង timeline ហ្នឹងគឺសំដៅទៅលើពេលវេលា deadline នឹងកាលបរិច្ឆេទកំណត់វាកើតឡើងនៅពេលណា it happen one ណាហើយ project នេះគេ kick off នៅពេលណាគេទៅតម្លើងទៅស្អីផ្សេង implement វានៅពេលណាណាអញ្ចឹងយើងត្រូវចែកវាដាច់ពីគ្នាអូខេ page 3 វគ្គ3ដំណាក់កាលទី3យើងហៅថាដំណាក់កាលទី3ណាដំណាក់កាលទី3ហ្នឹងគឺតាក់ទងជាមួយនឹងការរៀបចំដំណោះស្រាយនិងការដាក់ស្នើរៀបចំដំណោះស្រាយនិងការដាក់ស្នើតើពាក្យអស់ហ្នឹងគេមានពាក្យ vocabulary អីខ្លះណាភាសាអង់គ្លេសគេហៅថា solution structuring and proposing solution structuring and proposing ស្ដាយណាអញ្ចឹងតើនៅក្នុងកញ្ចោមនៃដំណាក់កាលទី3ការរៀបចំដំណោះស្រាយនិងការដាក់ស្នើនឹងមានពាក្យអីខ្លះយើងចាំតាមដានទាំងអស់គ្នាទី1គឺពាក្យថា lead time lead មានន័យថាដឹកនាំ time គឺពេលវេលាណាអញ្ចឹងបើយើងនិយាយជាភាសាខ្មែរគឺគេចង់និយាយថារយៈពេលនៃការរងចាំការផ្គត់ផ្គង់យ៉ាងម៉េចណាគឺវាតាក់ទងជាមួយនឹងកញ្ចប់នៃពេលវេលា total amount of delivery product មានន័យថាជាកញ្ចប់ពេលវេលាដែលគិតពីការដឹកអីវ៉ាន់បើសិនជាបងមានអីវ៉ាន់នៅក្នុង stock នៅក្នុង warehouse របស់បងហ្នឹងដឹកទៅកាន់អតិថិជនហ្នឹងវាត្រូវការពេលប្រហែលថ្ងៃបើសិនជាបងអត់មានអីវ៉ាន់នៅក្នុងឃ្លាំងឬក៏ stock ឬក៏ warehouse របស់បងទេបើសិនជាបងត្រូវការដឹក X stock គឺសំដៅពីខាង vendor ឬក៏ខាង supplier របស់ក្រុមហ៊ុនយើងណាវាអាចពីប្រទេសអាមេរិកវាអាចពីសិង្ហបុរីវាអាចពីវៀតណាមវាអាចពីថៃឡង់វាអាចពីឆៃណាវាអាចពីតៃវ៉ាន់ឃើញទេច្រើនណាស់បែបអឺរ៉ុបអញ្ចឹងមកតើត្រូវការចំណាយពេលវេលាប្រហែលក្នុងការដឹកទំនិញអីវ៉ាន់ហ្នឹងទៅដល់ warehouse របស់អតិថិជនហេតុអីមកយើងត្រូវចាំបាច់ត្រូវដឹងពីរឿងទាំងអស់ហ្នឹងចាំបាច់ណាបើបងជាធ្វើ sale បងបើសិនជាបងជាតួនាទីជា sale គឺបងត្រូវចាំបាច់ដឹងណាពីព្រោះអតិថិជនគេមាន deadline គេមាន timeline របស់គេយើងប្រើពាក្យពីលើណា deadline និង timeline កំណត់ថា project នេះគេត្រូវ implement ប្រហែលថ្ងៃឬក៏ប្រហែលខែត្រូវចប់គេមានពេល2ខែត្រូវបញ្ចប់អញ្ចឹងយើងមើលគេចំណាយប្រហែលបើសិនជា delivery ពី X warehouse របស់យើងមកដល់ស្រុកខ្មែរត្រូវការយ៉ាងហោចណាស់គឺជាទូទៅគឺមានប្រហែល3ទៅ4សប្តាហ៍4ទៅ6សប្តាហ៍8ទៅ10សប្តាហ៍10ទៅ12សប្តាហ៍នេះវាមានចែកដំណាក់កាលរបស់វាហើយការដឹកជញ្ជូននោះវាមានច្រើនប្រភេទទៀតវាមានតាមអីវាមានតាម air វាមានតាម truck ហើយនឹងវាមានតាម ship ឬក៏យើងហៅថាតាម sea ហ្នឹងតាមកប៉ាល់តាមសមុទ្រអីហ្នឹងណាសំខាន់ណាស់បងប្អូនចំណាយពេលវេលានៅក្នុងចំណុចទាំងអស់នេះគឺខ្ញុំបញ្ជាក់ក្បោះក្បាយមែនតើណាអញ្ចឹងយើងបញ្ចប់ពី lead time យើងមកពាក្យថា payment term វិញpayment term ភាសាខ្មែរយើងនិយាយថាលក្ខខណ្ឌនៃការទូទាត់ប្រាក់ payment term ទូទាត់យ៉ាងម៉េចជាទូទៅរវាង B2B customer and supplier គឺគាត់តែងតែមាន payment term រៀងខ្លួន Techcam មាន payment term ផ្សេងអតិថិជនគាត់មាន payment term ផ្សេងឃើញណាការរៀបចំ payment term ខុសៗគ្នាប៉ុន្តែយើងអាចចូលគ្នាបានដោយវិធីថាគឺដល់យើងជជែកគ្នា combine ចូលគ្នាយើងជាក្រុមហ៊ុន supply ភាគច្រើនយើង comply យើងតែងតែធ្វើតាមអតិថិជនភាគច្រើនណាជាទូទៅ payment term របស់ Techcam គឺយើងជាទូទៅគឺមានន័យថា 50% down payment មានន័យគាត់ត្រូវ pay យើងមុន 50% មុនយើងដឹកឲ្យបានទៅឲ្យគាត់បន្ទាប់ពី7ថ្ងៃឬក៏2សប្តាហ៍ឬក៏1ខែចឹងមកវាយោងទៅលើអតិថិជនវា based on client based វាយោងទៅលើ SLA service level agreement ណាវាយោងទៅលើ contract វាយោងទៅលើកុងត្រាដែលយើងចុះជាមួយនឹងអតិថិជនហ្នឹងឃើញណាអញ្ចឹង payment term មួយ payment term មួយគឺជាការឯកភាពគ្នាណាគឺឬក៏ជា principle មួយជា rule មួយជាបែបបទមួយជាច្បាប់មួយណារវាងអតិថិជនហើយនឹងយើងតែជា supplier នឹងត្រូវចំណាយលុយគាត់ចំណាយលុយមកឲ្យយើងគាត់ចំណាយម្ដងប្រហែលដំណាក់កាល
ណាវាមានដំណាក់កាលរបស់វាដូចខ្ញុំនិយាយពីខាងលើចឹងអញ្ចឹងលក្ខខណ្ឌនៃការបង់ប្រាក់គឺវាខុសគ្នា B2B business រវាងអតិថិជននិងអ្នក supply ហ្នឹងគឺខុសគ្នាយើងអាចយកជាគោលការណ៍ណាមួយច្បាស់លាស់បានទេវាប៉ុន្តែគាត់ថាខ្ញុំចង់ឲ្យដឹងថាតើពាក្យថា payment term ហ្នឹងវាមានន័យថាម៉េចភាសាខ្មែរយើងប្រែថាលក្ខន្តិកៈនៃការទូទាត់ប្រាក់បន្ទាប់មកទៀតគឺតកតងជាមួយនឹងពាក្យថា proposal ខ្ញុំនិយាយច្រើនណាស់ proposal មែនទេ proposal ងាយទេប្រែជាភាសាខ្មែរយើងគឺថាសំណើសំណើនឹងគឺយ៉ាងម៉េចសំណើនឹង proposal នឹងគឺវាតាមពិតវាជាឯកសារមួយទេវាមានឈ្មោះតំណែងឈ្មោះអីទាំងអស់តាំងពីការចំណាយលុយទឹកលុយអីផ្សេងៗកញ្ចប់អីបច្ចេកអីនៅក្នុងនោះត្រូវ timeline ប្រមាណ deadline ប្រមាណដើម្បីធ្វើ project នេះចំណាយពេលវេលាប្រមាណថវិកាប្រមាណផលិតផលនោះរៀបរៀងកកកកងតម្លៃមួយទាំងអស់យើងសរសេរទាំងអស់ថាយើងទទួលខុសត្រូវអីខ្លះតាម warranty ទាំងអីផ្សេងៗគឺនៅក្នុង proposal ហ្នឹងហើយប្រែថាសំណើនឹងដាក់ទៅណាគ្មានដាក់ទៅណាមិនដាក់ទៅអតិថិជនដែរបើយើងអ្នកលក់ហ្នឹងយើងជា sale យើងជាក្រុមហ៊ុន provider software hardware service and spare part tech cam គឺជាក្រុមហ៊ុនដែលមានជំនាញលក់ spare part ចង់ឲ្យតែពាក្យថា spare part គឺ tech cam ហើយបងប្អូនណាមានអ្នកណាបកកែជាងខ្ញុំមិនដឹងទេប៉ុន្តែ tech cam the best មកណាអញ្ចឹងតកតមួយសំណើគឺដូចខ្ញុំនិយាយពីខាងលើអញ្ចឹងមកពាក្យថា proposal ប្រែថាសំណើគឺជាការដាក់ឯកសាររួមមួយដើម្បីឲ្យអតិថិជនគាត់ឆែកមើលគាត់ទទួលស្គាល់ថាអានឹងល្អត្រឹមត្រូវហើយយើងគាត់អាចទិញយើងអត់ណាអញ្ចឹងគាត់ត្រូវមើលតាមហ្នឹងហើយបន្ទាប់មកទៀតគឺតកតងនឹងជាមួយនឹងពាក្យថា quotation ដល់ពេលដែល customer មានតម្រូវការបានវាមាន quotation ថាបែប quotation ខ្ញុំធ្លាប់បានប្រយោជន៍ខ្លះៗគឺមានន័យថាសម្រង់តម្លៃនៅក្នុង quotation នោះគឺមានតាំងពីថ្ងៃខែតាំងពីឈ្មោះក្រុមហ៊ុនយើងតាំងពី contact អតិថិជនមានអីទាំងអស់ក្នុងនោះមានតាំងតារាងតំណែងរាយកកកករបស់ផលិតផលឬក៏ product ដែលគាត់ទិញពីយើងណាគឺជាសម្រង់តម្លៃណាងាយស្រួលបន្ទាប់មកទៀតគឺតកតងជាមួយនឹងពាក្យថា submit the quotation ឬក៏ submit the proposal ខ្ញុំលើកពីខាងលើហើយយើងដឹងហើយមែនទេ submit សម្ដៅពាក្យកន្លែងនេះមានន័យថា submit មានន័យថាដាក់ស្នើនៅពេលយើងមាន proposal ហើយគឺយើងត្រូវ submit ដាក់ស្នើមានច្រើនសន្តានបងអាចដាក់តាម electronic យើងផ្ញើជា email ទៅអតិថិជនដែលមានវៃត្រាវៃអីឬក៏យើងបោះពុម្ពឬក៏ print ចេញជា hard copy គឺជាមានន័យថាกระดาษស្លឹកគេមានត្រាមានវៃសញ្ញេពី top management អីផ្សេងៗរបស់យើងខ្ចប់វាឲ្យស្អាតហើយយើងទៅដាក់នៅខាង purchasing របស់អតិថិជននៅខាង receptionist ដើម្បីថាអូបងខ្ញុំមកដាក់ joint bid មួយណាខ្ញុំដាក់យក proposal មកដាក់ជូនខាងផ្នែកវិស័យ IT នេះខ្ញុំមានផលិតផលដែលលក់ហ្នឹងនិយាយទៅខាង receptionist គាត់ដឹងហើយណាអញ្ចឹងកន្លែងនេះគេចង់សំដៅពាក្យថា submit ជាទូទៅគេច្រើនប្រើពាក្យជាមួយនឹង submit the quotation ហើយនៅពេលណាដែលយើងប្រើ submit the quotation ហើយនៅពេលណាយើងប្រើពាក្យ submit the proposal submit the quotation ពាក្យច្រើនគឺគេច្រើនប្រើនៅពេលដែល customer គាត់អត់ត្រូវការ bidding ឬក៏ bid គេហៅថា open bid មានន័យថា bid នេះគឺអត់ចាំបាច់ទៅបិទកញ្ចប់ envelope អីស្ងាត់អី confidential អីបាច់ទេណាគាត់ផ្ញើជា email ទៅឲ្យគាត់នៅតារាងតម្លៃរបស់យើងក៏បានឬក៏កាន់ជា hard copy ផ្ទាល់យកទៅឲ្យអតិថិជនក៏បានណាបើសិនជាពាក្យ proposal មានន័យថាវាបេះទៅលើគម្រោងធំដូច project 10,000 20,000 1លាន2លានអញ្ចឹងទៅគេហៅ proposal អញ្ចឹងគេត្រូវការ confidential គេត្រូវការ envelope ដើម្បីគ្របវាបិទបាំងឲ្យចិត្តគេយកទៅឲ្យទៅ submit ទៅខាង purchasing ឬក៏ខាង receptionist ដើម្បីដាក់ទៅខាងលើគេ approve ណាអញ្ចឹងគេច្រើនប្រើពាក្យ submit គឺមានសម្រាប់តែ submit the quotation និង submit the proposal ប្រែថាដាក់ស្នើសម្រង់តម្លៃឬក៏សំណើតម្លៃអូខេរៀងច្រើនបន្ទាប់មកទៀតគឺដំណាក់កាលទី4ដំណាក់កាលទី4គឺ page 4ហ្នឹងគឺតាក់ទងជាមួយនឹងពាក្យថា negotiation and closing ភាសាខ្មែរយើងដំណាក់កាលទី4ហ្នឹង negotiation គេថាចរចាហើយ closing មានន័យថាការបិទការលក់វាអាចយើងឈ្នះអាចយើងចាញ់ closing negotiation and closing ការចរចានិងការបិទការលក់អូខេតើនៅក្នុងការចរចានិងការបិទការលក់វាមាន vocabulary ឬក៏វគ្គស័ព្ទអីខ្លះដែលយើងត្រូវចេះទាំងអស់គ្នាពាក្យដែលយើងប្រើច្រើនជាងគេទូទៅនៅក្នុងភាសា sales គឺពាក្យថា convince ក៏យើងប្រើច្រើនដែរ convince មានន័យថាយើង persuade អតិថិជនចេះបញ្ចុះបញ្ចូលគឺជាសកម្មភាពដែលយើងធ្វើបញ្ចុះបញ្ចូលអតិថិជនយើងបង្ហាញពីតម្លៃណាយើងលួងលោមគាត់ឬក៏ top management ណាមួយដែលមាន power ឲ្យគាត់មកទិញផលិតផលរបស់យើងណានឹងហើយយើងហៅថា convince
con vin nó con vin yang mày con vin nó cứ chỉ tu tới bao nhiêu sale con bạc cái con nó mà tệ chuột tôi chỉ riêng karaoke con nó mà tệ chuột từ nhâm cà phê nhâm bài tháng ngày nè bà tệ chuột nó chuột chất chỉ con số thầu tinh con chỉ mùi điện và tệ chuột nó chuột chất heo tức thầu heo tức tiền bà tệ chuột nó chuột chất vay cố tôi thà tệ chuột nó thọ tinh dương thông đó mà thầu vay cố nó mình thầu nó thả chẳng biết bé thằng lừa tệ chuột chẳng cứ quật thầu thơ chẳng quật thầu vơ chứ mà tệ chuột chẳng nãy ca một câu tiếtคือ negotiation นี่ก็ไม่ได้ทำสำเนาแต่เรื่องการจอจ่าเจ๊เวกเย่ต่อไทยเนี่ยนะเราเวียงเนี่ยลวดนึงเนี่ยติ่ง between buyers and seller เปอร์เซ็นต์ที่ยังจอจ่าใหญ่คงรู้กับบ่าวแต่จังนี่ยี่จมูกในหน้าได้มี power นี่ยี่จมูกหน้าได้มีสิทธิ์สำราญอย่าง how big กันเลยอย่าง how decision maker หรือก็ authority ได้ไหมโอเคจังเตี้ยตรงเหมือน negotiation คือไม่ได้เขียนไปจอจ่าต่ำไรเตี้ยไทยก็นะสวิตนั่งฟรีเตอร์นะเนี่ยในมวยเนี่ยผ่านมวยเนี่ยดังๆมาtớiอัดจำไปเตอร์การเตะบวกเวลาบัตรเจ็ดได้กันเนี่ยเมื่อคนนั้นช่วยจอมทิ้งเมื่อบวกยังคล้ายทำเป็น customer มันคล้ายก็ทัดคล้ายบวกจอมมันทำไรหรอลอยอ่ะนะนั่นให้เขาทำ negotiation พอต่อมาเตี้ยเปียทาวิน the project มีในแต่ชนะกลุ่มโรงแต่ปนลือแต่เปียทาวินปนสบายใจได้นะก็มาเปียลือแต่ lost เปียทา loss นะ loss นึกจังจังเซลที่ตุ้งเต้าไอ้แต่เคยมีอักษรดับไปยูไม่ในทาวินไหนเปอร์เซ็นต์แต่ loss แบบซอ L วิ่งก็ไม่เท่าซัวไม่บันยังจังมอปีไอมูลเหตุไอเมื่อเกิดลางวิ่งนะไอ KPI ก็มันล้อได้บ่ยังแต่จังจรานไปนั่นคือประบายเท่าโดนพาดมันน่ะบานในเซลแต่ว่าเรื่องสำคัญจังเตี้ยจะบวยเปียนเปียวิน the project ไม่ในแต่ชนิดกำรง loss the project ไม่ในแต่จังกำรงงี้นะไม่ในแต่ยืมหลอดชนิดเกย์บ่วินไม่ในแต่ยืมชนิดไปซาก็มาด่าเถอะเปียไม่เตี้ยเปียถ้า close the project ไม่ในถ้าบัดกำรง close the project นี่ปนอาจบาสปนอาจบาสคลงวิมีปีสันทานวิอาชเนี่ยนักอาจารย์ไม่ในถ้าภาษาเจียบิดดิ้งจังคือ customer กิบบักบิดไงน่ะกิบักกำรงนั่งไงน่ะอาจไงตีดอบตีมเพย์ใครนั่งไงจังเต้เสียแต่กิบักม้อไอ้ซูเซลทางไม่เยอะกันนะชเนี่ยจังเซลกระถางชเนี่ยให้บอกซูเซลชเนี่ยจังยังจังยังบอกจังมูลหาแต่ว่าถ้าชเนี่ยมันเสาซูเต้ทอมเลยมันเป็นเจ้าเด็กเขียวไหมนะจัง close the project ไม่ในถ้าบัดกำรงอาชเนี่ยอาจังนะเปียในทาง close the project โอเคอะไรยังเติมนักการตีปรำยังโดยยังชราได้นะนักการตีปรำคือยี่ที่มึงการเลือกการมึงการดักจุนไปซาขมายยังไปคลักเปียไปซาขมายยังประบานโยนไปตายไปยังสดับตัวไปสังเล็กตัวจริงยี่นะไปคลักกินจังการเลือกการมึงการดักจุน procurement and post sale delivery นอกน้อง procurement ให้นั่งเตี้ยตัวหมด delivery post sale นั่นแต่กี่ปราปีไอชรานิเกยังจำมือต่างออกเนี่ยพี่ฉันคือนอกน้อง procurement กี่ชราปราปีทับ PR ให้นั่ง PO PR มอปีเพีย purchase request ทั้งอันนี้เตะตรงจะมวยยังจะ supply เยอะเด้จีตุเตอร์นำไปนำมาจากประมวลมวย department IT กิจการมี requirement สิ่งคือเกี่ยวกับเพื่อ PR ไม่ได้ถ้าเกี่ยว requirement หรือกับประดับน้ำมวยได้เกี่ยวกับการจังที่จังหวะนั้น submit ตัว top ในมันบอกเกี่ยวกับประมวลมวยเต้เหมือนเตะตรงมวยยังในโลเต้นะจังเสียบแต่เมย์กด approve ให้มันกดจับดำมา work จะมวยหนึ่ง supply เยอะโดยเยอะมันกดใจเจ็บ PO เยอะ PR คือ internal process บอเตะจนเด้นะstart น้ำมวยก็บอกกระลึกน้ำมวยหรือพัดมันน้ำมวยเดี๋ยวกดเราการติ้งไอ้ที่กดเธอ PR สนาวตัวทอมในมันบอกกอดนี่เกี่ยใครเกี่ยวกับ PR สำนาวสมติงยังเพลย์ประโยชน์จีกมายนะสำนาวสมติง PR purchase request PO purchase order นี่มันเตะตัวมาเยอะเดี๋ยวไปเดี๋ยวกดเฟอร์ PR จะมวยทอมในมันรู้อ๋อเฮ้ยกดจับดำมี requirement กดพยายามเอาเยอะได้จะ supply เยอะยัง success solution อีกสิ่งต่างอ๋อเปลี่ยนไปเลยมอยยังปลายจะมวยนี้เฮ้ยบ้านกดจัง PO เยอะ PO ไปทำ purchase order บัญชีติงเงี้ยเนี่ยคือเจียการจังเจีย official letter มวยปีอาเตะจวนมาการ supply เยอะนะนี่ส่วนนั่งจำลักนั่งคืนจังนะราคาไปเจียติงกรอยปีไปเจียติงให้คือไปเตะตรงจะมวย delivery ไม่ในทางยังดักไอ้วันโปรโกลตัวหนึ่งหรือก็ delivery note ส่วนตัว delivery ประกอบ PO ให้ยังถอดเป็น delivery note ไม่ในทางวันโปรโกลตัวหนึ่งอัดเมียนจีบันจีไอที่ไปตัดเป็นจี Word หรือก็จี Excel sheet มวยจี platform มวยนะจี figure มวยตำรองกรมหุ่นสิ่งนี้ก็ตัด delivery นั่นคือเป็นชั่วโมงตั้งปีไอ้วันนะไงใครเดี๋ยวเถอะดักเตอร์ไอ้วันมีไอ้คลักก็มีพาร์ทนัมเบอร์มีไอ้เว็บสิ่งนะมีตำแหน่งมีเลขจะเรียงบอกวิ่งใช่ไหมดีเทลแล้วน้องมีแต่เนี้ยสิ่งนี้ตัวสกอร์เปียเตะจนไอ้สิ่งมีปีสลักคือด่าจบจมวยเนี่ยอาเตะจนมาสลักยังมาสลักแต่ใบสิ่งนี้ต้องตกเรียนครูไม่จะไม่โปร delivery ไปจากใบที่พวกยังถอดดำไปเรียนแต่ยังดักวันอาเตะจนเป็นนาให้ในหน้าเนี่ยตัววันเก็บบัตรไอ้คือยังมีหนักกระดานนั่นเยอะต่างๆนะจบเวทีปรำดำนักการที่ประมวย
ដំណាក់កាលទី6 page 6គឺតាក់ទងជាមួយនឹង finance and accounting ណាដំណាក់កាលទី6នេះគឺសំដៅទៅលើហិរញ្ញវត្ថុនិងគណនេយ្យហិរញ្ញវត្ថុនិងគណនេយ្យតើមាន vocabulary ឬក៏គេហៅថាវគ្គសព្ទអីខ្លះដែលយើងឧស្សាហ៍ប្រើជាងគេនៅក្នុងផ្នែក department finance ហើយនិង accounting ហ្នឹងគេប្រើគេខ្លះទី1វាថា invoice វិក័យប័ណ្ណទារប្រាក់ណានៅពេលដែលយើងទៅយកយើងចង់ទារលុយពីអតិថិជនដែលយើង submit proposal ឬក៏យើងឈ្នះបច្ចេកទេសផ្សេងយើងត្រូវមាន invoice platform របស់យើងមួយជា template មួយណាជា template មួយហើយយើងធ្វើ invoice ទៅយើងទារលុយគាត់ជាប់100យើងដាក់100ទៅហើយគាត់ pay យើងមកណាជា official document មួយដែលយើងទារលុយដែលយើងលក់ឲ្យគាត់ហ្នឹងសេកឬក៏ check សេកណាសេកយើងជាទូទៅខ្មែរយើងគេហៅថាមូលទានប័ណ្ណមែនទេមូលទានប័ណ្ណគឺសេកហ្នឹងជាទូទៅវាជា hard copy មួយសេកជាទូទៅពេលដែលយើងទៅទារលុយពីអតិថិជនខ្លះគេចេញសេកឲ្យយើងមកថាយើងទារលុយគាត់$1000គាត់សរសេរជាសេកឲ្យយើងនៅលើហ្នឹង$1000ហើយយើងយកទៅឆែកជាមួយធនាគារទៅ work មួយធនាគារមកយើងដាក់សេកហ្នឹងទៅគឺយើងអាចយកលុយពីអតិថិជនដោយស្វ័យប្រវត្តិមកបានសេកណាគឺជាគេហៅថា physical ឬក៏ជា hardware ជាกระดาษមួយសន្លឹករឹងយើងឃើញសេកយើងស្គាល់ទាំងអស់គ្នាមែនទេយើងអាចទៅប្រមូលលុយតែលុយអតិថិជនគាត់សរសេរសេកនៅក្នុងនោះ$1000តិចខែមទៅដកលុយពីធនាគារនេះមកដកបានអូខេ receive ភាសាខ្មែរយើងប្រែថា receive ហ្នឹងគឺបង្កាន់ដៃទទួលប្រាក់ណាគឺជាឯកសារផ្លូវការមួយដូចគ្នាណាដែលផ្ដល់ដោយអតិថិជនឬក៏ដោយអង្គការណាមួយដែលជាតាក់តាំងថាគាត់បាន pay យើងហើយយើងបានទទួលលុយហើយហ្នឹងហើយគេហៅថា receive បង្កាន់ដៃទទួលប្រាក់ខ្ញុំសង្ឃឹមថាបងប្អូន sale យល់ពាក្យទាំងអស់ហ្នឹងគឺពាក្យដែលយើងត្រូវប្រើសិនរាល់ថ្ងៃណាអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាអរគុណបងប្អូនអរគុណបងអរគុណអ្នកដែលធ្វើការជា sale ទាំងអស់គ្នាខ្ញុំសង្ឃឹមថាឯកសារទាំងអស់នេះនឹងមានអត្ថប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាយកទៅរំលឹកឬក៏អនុវត្តផ្នែក sale និងការប្រើប្រាស់ពាក្យវគ្គសព្ទ vocabulary នៅក្នុងជំនាញយើងជាអ្នកលក់បើយើងអត់ចេះពាក្យទាំងអស់ហ្នឹងទេពិបាកក្នុងការប្រើប្រាស់បងប្អូនជាអ្នក sale បងប្អូនតែចេះពាក្យទាំងអស់ហ្នឹងបើបងប្អូនជា sale បងប្អូនមិនចេះពាក្យទាំងអស់ហ្នឹងទេគឺពិបាកនិយាយខុស customer គេសើចគេសើចអីទេកុំឲ្យតែយើងគេមិនសើចណាអញ្ចឹងខ្ញុំមានប៉ុណ្ណឹងអរគុណទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាជួយ like ជួយ share ខ្ញុំនឹងមានវីដេអូបន្តទៀតពីព្រោះនេះគឺជាការចែករំលែកមួយដែលខ្ញុំមិនគិតលុយហើយខ្ញុំបញ្ជាក់ដល់ទៀតខ្ញុំមិនមែនជាមនុស្សពូកែទេប៉ុន្តែខ្ញុំមានបទពិសោធន៍បើសិនជាអ្នកពូកែអាចជួយចែករំលែកមកខ្ញុំបានដូចគ្នាហើយក្នុងការចែករំលែកនេះក៏តែងតែមានអ្នកទីទានអ្នកសប្បាយចិត្តអ្នកមិនសប្បាយចិត្តដូចគ្នាវាតែងតែមានដែរមនុស្សយើងមិនអាចតម្រូវការមនុស្សគ្រប់1000អ្នកបានទេណាគាត់ថាខ្ញុំផុសប្រហែលថ្ងៃមានអ្នកខ្លះ comment សប្បាយចិត្តខ្ញុំសប្បាយចិត្តអ្នកទាំងទីទានអ្នកទាំងសរសើរអ្នកទាំងមិនសរសើរអ្នកទាំងមិន like អ្នកទាំងមើលហើយមិន like ក៏អត់អីទេតែសូមជួយ subscriber ជួយ like ផងវាជាចំណេះមួយសម្រាប់คนខ្មែរយើងខ្ញុំបញ្ជាក់ពីដើមឡើយសួរក្រុមហ៊ុន IT មួយចំនួនទៅខ្ញុំទៅ train គេម្ដងខ្ញុំយកយ៉ាងហោចណាស់មកវគ្គ$3000-4000ដែរហេតុអីមកខ្ញុំមក train free វាដល់ពេលដែលខ្ញុំជួយចែករំលែកពីពួកខ្ញុំឃើញការវិស័យផ្នែក sale នេះគឺយើងនៅមានការខ្វះខាតច្រើនក្រុមហ៊ុន IT គឺយើងពិបាករក sale ដើម្បីជួយលក់អញ្ចឹងខ្ញុំជួយបដោះជាលក្ខណៈជាប្រយោលពីចម្ងាយទៅណាដើម្បីបងប្អូនក្រោយគាត់រៀនចប់មកគាត់មិនចាំបាច់ទៅសិក្សាជួលគ្រូថ្លៃផ្នែកលក់នេះជួលគ្រូថ្លៃខ្ញុំបរៀនគេដូចខ្ញុំនិយាយពីកណ្ដាលខ្ញុំយកលុយថ្លៃតែឥឡូវនេះខ្ញុំមានអារម្មណ៍មួយថាខ្ញុំចង់ free ឲ្យអញ្ចឹងចំណាយពេលវេលាបន្តិចបន្តួចស្ដាប់រៀនពីពាក្យទាំងអស់ហ្នឹងដើម្បីប្រយោជន៍ខ្លួនឯងណា free